ដើម្បីរក្សាបាននៅភូមិឃុំសង្កាត់មានសុវត្ថិភាពលោកឧត្តមស្នេហ៍ទូសិដ្ឋឡោះដាក់បទបញ្ជាដល់កងកម្លាំងទូទាំងខេត្តពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទនិងក្មេងទំនេរដោយអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមស្នេហ៍ទូសិដ្ឋឡោះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី21ខែមេសាឆ្នាំ2025កម្លាំងនគរបាលជំនាញកម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនិងផលប៉ះពាល់នៃគ្រឿងញៀនផលប៉ះពាល់នៃក្របយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សសាលានិងប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យកាន់តែទូលំទូលាយក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិបានត្រូវបញ្ចប់ថ្លែងក្នុងពិធីគោរពទង់ជាតិកាលពីព្រឹកថ្ងៃច័ន្ទនោះលោកឧត្តមស្នេហ៍ទូស្នងការបានដាក់ចេញនៅបទបញ្ជាដល់កងកម្លាំងនគរបាលទូទាំងខេត្តត្រូវបន្តយកចិត្តទុកដាក់និងអនុវត្តទូនីតិភារកិច្ចរបស់ខ្លួនឲ្យបានល្អពង្រឹងការផ្ដល់សេវាតបាលសាធារណៈសេវាសន្តិសុខសង្គមពង្រឹងការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទពិសេសបទល្មើសព្រហ្មទណ្ឌបទល្មើសជួញដូរគ្រឿងញៀននិងក្មេងទំនើបគោលបំណងនៃការចុះផ្សព្វផ្សាយនេះគឺនគរបាលយើងធ្វើឡើងជាប្រចាំក្នុងគោលបំណងបញ្ជ្រាបការយល់ដល់សិស្សនិងប្រជាពលរដ្ឋហើយវាក៏ជាការពង្រឹងកិច្ចសហការល្អរវាងនគរបាលនិងប្រជាជនដើម្បីងាយស្រួលក្នុងការរួមគ្នាបង្ក្រាបបទល្មើសគ្រប់ប្រភេទតាមមូលដ្ឋានសម្ដៅធ្វើយ៉ាងណាឲ្យខេត្តបន្ទាយមានជ័យទាំងមូលមានសន្តិភាពសណ្ដាប់ធ្នាប់និងសុវត្ថិភាពល្អប្រសើរ